សាកសម័យទៅមើលថាអ្នកកំពុងតែគេនៅលើពុកដ៏ទន់របស់អ្នកហើយពិភពលោកជុំវិញអ្នកស្ងាត់ជ្រងំលើកលែងតែសំឡេងមួយសំឡេងនោះគឺរហឹងឥតឈប់អ្នកណាក៏មិនឮសំឡេងនេះដែរក្រៅតែពីអ្នកគឺមានតែអ្នកម្នាក់ប៉ុណ្ណោះហើយបើទោះបីជាអ្នកដើរទៅឆ្ងាយប៉ុណ្ណាក៏សំឡេងនេះហាក់ដូចជាដើរតាមអ្នកអញ្ចឹងសួស្តីអ្នកទាំងអស់គ្នាហើយនេះគឺជារឿងរ៉ាវមួយអំពីសំឡេងរហឹងដែលគេឲ្យឈ្មោះថាសំឡេងដែលមានព្រៃកង់ទាបយ៉ាងអាកំបាំងដែលបានធ្វើឲ្យអ្នកវិទ្យាសាស្ត្រមួយចំនួនឈឺក្បាលហើយធ្វើឲ្យប្រជាជនរស់នៅដោយមានការលំបាកភ័យខ្លាចហើយវាក៏ជារឿងមួយដែលធ្វើឲ្យមានទ្រឹស្ដីបែប conspiracy ជាច្រើនលេចឡើងផងដែររឿងនេះបានកត់ត្រាជាលើកដំបូងនៅដើមទសវត្សរ៍ឆ្នាំ1990សំឡេងត្រហឹងក្រលួចមួយនេះគេឲ្យឈ្មោះថាសៅហំគឺជាសំឡេងដែលមានព្រៃកង់ទាបមួយត្រូវបានរាយការណ៍ដោយអ្នករស់នៅក្នុងតំបន់សៅនៅក្នុងរដ្ឋ New Mexicoតាមការវិវត្តនាគេថាសំឡេងមួយនេះជាសំឡេងក្រហមឬប្រហាក់ប្រហែលនឹងសំឡេងម៉ាស៊ីនដែលយើងឮពីចម្ងាយអ្នកវិទ្យាសាស្ត្រវិស្វករនិងអ្នកស្រាវជ្រាវបានព្យាយាមស្វែងរកប្រភពប៉ុន្តែគេគ្មានចម្លើយជាក់លាក់ណានោះទេអំពីសំឡេងមួយនេះសំឡេងនេះមិនដូចជាការបំពុលសំឡេងធម្មតាដែលអ្នកណាក៏ឮនោះទេតាមការប៉ាន់ប្រមាណគេថាមានមនុស្សតែប្រហែលចន្លោះពី2ទៅ5%ប៉ុណ្ណោះដែលបានស្ដាប់ឮក្នុងចំណោមនៃអ្នកឮសំឡេងនេះជាប់យូររាយការណ៍ថាពួកគេមានអាការៈឈឺក្បាលវិលមុខចង្អោរនិងខ្លះក៏គេងមិនលក់បាតុភូតនេះបណ្ដាលមកពីអ្វីហើយហេតុអ្វីបានជាអ្នកខ្លះក៏ឮហើយអ្នកខ្លះក៏អត់ឮបើទោះបីជាមានការវិភាគសិក្សាស្រាវជ្រាវក៏ដោយក៏ប្រភពតែមួយនៃសំឡេងត្រហឹងសៅនេះមិនត្រូវបានរកឃើញដដែលអ្នកស្រាវជ្រាវបានពិនិត្យទៅលើបណ្ដាញអគ្គិសនីបំពង់បង្ហូរឧស្ម័នក្រោមដីសកម្មភាពឧស្សាហកម្មនិងសូម្បីតែសកម្មភាពនឹងជួយដីប៉ុន្តែយ៉ាងណាក៏ទាំងអស់នេះនៅតែមិនអាចពន្យល់ពីបាតុភូតនេះទាំងស្រុងបានដដែលរលកអេឡិត្រូម៉ាញ៉េទិកសម្រាប់អ្នកខ្លះគេជឿថាសំឡេងនេះអាចបណ្ដាលមកពីរលកអេឡិត្រូម៉ាញ៉េទិកនៃការទំនាក់ទំនងយោធាគឺការកកិតគ្នានេះឯងដែលធ្វើឲ្យមានសំឡេងនេះចេញមកបានប៉ុន្តែបើតាមការធ្វើតេស្តនៅទីនោះគឺគេមិនបានរកឃើញនៅសញ្ញាមិនប្រក្រតីបែបនេះនោះឡើយរំញ័រធម្មជាតិនៃផែនដីការលើកឡើងមួយទៀតថានេះគឺជាសំឡេងដែលចេញអំពីជម្រៅផែនដីដោយខ្លួនឯងគឺចលនា plate tectonic បង្កើតឲ្យមានសំឡេងជាព្រៃកង់ទាបមួយដែលមនុស្សអាចឮនឹងឯង Tectonic គឺជាការពន្យល់មួយនៃទ្រឹស្ដីផែនដីវិទ្យាដែលស្ទាប់ផែនដីស្ដាងជាងគេបង្អស់ lithosphere របស់ផែនដីមានចលនារបស់វារាល់ចលនាទាំងអស់គ្នានេះបង្កើតឲ្យមានការរញ្ជួយដីបំផ្ទុះភ្លើងធ្វើឲ្យមានការកកើតឡើងនៅភ្នំហើយសំឡេងមួយនេះក៏អាចទៅរួចផងដែរសម្រាប់ទស្សនៈ admin ផ្ទាល់ការលើកឡើងមួយនេះគឺជាការលើកឡើងដែលស័ក្តិសមជាងគេបំផុតអ្នកខ្លះសង្ស័យថាសំឡេងរហឹងមួយនេះគឺពាក់ព័ន្ធទៅនឹងផ្លូវចិត្តសុទ្ធសាធជា hallucination គឺការពង្វេងភ័ន្តស្មារតីឬករណីមួយទៀតដែលគេហៅថា mass hysteria ដែលមនុស្សក្នុងមួយចំនួនធំកើតមានជំងឺដូចគ្នាដោយដែលធ្លាប់បានបញ្ចូលនៅក្នុងវីដេអូអំពីជំងឺរាំដូច្នោះប៉ុន្តែបញ្ហាគឺការលើកឡើងនេះមិនអាចទទួលយកបានត្រង់ហេតុអ្វីក៏សំឡេងនេះគេរាយការណ៍ថាបានឮដូចគ្នានៅតំបន់ផ្សេងទៀតនៅទូទាំងពិភពលោកដែរដូច្នោះហើយការលើកឡើងថាពាក់ព័ន្ធនឹងកត្តាផ្លូវចិត្តគឺជារឿងមិនសមទំនងទាល់តែសោះជាធម្មតាទេមិនមែនគ្រប់គ្នាសុទ្ធតែជឿថាសំឡេងនេះចេញពីធម្មជាតិនោះទេអ្នកខ្លះក៏ជឿថាវាអាចមានអ្វីមួយដែលលើសពីអ្វីដែលបានលើកឡើងពីខាងលើហើយការលើកឡើងដ៏គួរចាប់អារម្មណ៍មួយទៀតនោះគឺសំឡេងនឹងអាចជាលទ្ធផលនៃគម្រោងស្រាវជ្រាវមួយរបស់រដ្ឋាភិបាលអាមេរិកដែលមានទុនគាំទ្រដោយយោធាអាមេរិកហើយបច្ចុប្បន្នគ្រប់គ្រងដោយសាកលវិទ្យាល័យ Alaska គម្រោងនេះគេឲ្យឈ្មោះថា HARP ដែលជាកម្មវិធីស្រាវជ្រាវពិសោធន៍ទៅលើរលកព្រៃកង់ខ្ពស់នៅក្នុងស្រទាប់ ionosphere របស់ផែនដីសម្រាប់ពួកគេយល់ថាគម្រោងនេះគឺយោធាអាមេរិកព្យាយាមគ្រប់គ្រងរលកព្រៃកង់នេះដើម្បីអាចគ្រប់គ្រងមនុស្សឬគ្រប់គ្រងអាកាសធាតុជាដើមអំណះរបស់ពួកគេគឺផ្អែកទៅលើវីដេអូមួយដែលអះអាងថាមានឯកសារមួយដែលនិយាយថា HARP គឺជាគម្រោងសម្ងាត់របស់អាមេរិកក្នុងការគ្រប់គ្រងមនុស្សហើយវាជាឯកសារដែលលោក Edward Snowden បានទម្លាយគូបញ្ជាក់ផងដែរថាលោក Edward Snowden គឺជាអតីតបុគ្គលិក NSA អាមេរិកដែលបានបញ្ចេញព័ត៌មានសម្ងាត់ជាច្រើនរបស់អាមេរិកហើយត្រូវបានអាមេរិកតាមចាប់ខ្លួនរហូតដល់បច្ចុប្បន្ននេះឯកសារនេះត្រូវបានទីភ្នាក់ងារសារព័ត៌មាន Reuters បកអាក្រាថាមិនពិតនោះទេតែពិតទៅវាគ្រាន់តែជាឯកសារដែលគេបង្ហោះលេងក្នុងចេតនាកំប្លែងលេងតែប៉ុណ្ណោះស្ដាប់ទៅវាគួរឲ្យទំនងពិតមែនដែលថាមានគម្រោងក្នុងការគ្រប់គ្រងព្រៃកង់ទៅលើមនុស្សប៉ុន្តែយ៉ាងណាក៏ដោយក៏មិនមានភស្តុតាងណាមួយដែលអាចភ្ជាប់រឿងមួយនេះទៅនឹងសម្លេងត្រហឹងនោះដដែល
វាគឺគ្រាន់តែជាការលើកឡើងរបស់អ្នកនិយមចូលចិត្ត conspiracy theory តែប៉ុណ្ណោះប៉ុន្មានឆ្នាំក្រោយមកទៀតសម្លេងសើនេះក៏នៅតែជាអាថ៌កំបាំងអ្នកវិទ្យាសាស្ត្រមិនអាចបញ្យល់បាននោះទេរដ្ឋាភិបាលមិនទទួលស្គាល់នៅរឿងនេះហើយអ្នកដែលឮសម្លេងនេះក៏ត្រូវបានទុកឲ្យរងទុកតែម្នាក់ឯងតើវាអាចគ្រាន់តែជាបាតុភូតធម្មជាតិជាការពិសោធន៍ឬក៏យ៉ាងណាដរាបណាមិនមានការបកស្រាយជាក់លាក់និងភស្តុតាងគ្រប់គ្រាន់ទេដរាបនោះរឿងនេះនឹងនៅតែជាអាថ៌កំបាំងសម្រាប់អ្នកទាំងអស់គ្នាវិញតើយល់បែបណាដែរហើយអ្នកទាំងអស់គ្នាធ្លាប់ឮសម្លេងដែលដើរតាមអ្នកដូចនេះដែរទេបើសិនជាមានជួយ comment ប្រាប់នៅខាងក្រោមផងជួបគ្នានៅវីដេអូបន្ទាប់